បាទខ្ញុំបាទហេងថាសវុតសូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់ព្រះសង្ឃជាទីសក្ការៈថ្មីនេះជំងឺកុម្មុយនីសខ្មែរក្រហមបានរៀលដាលមកនៅក្នុងខួរក្បាលមន្ត្រីក្នុងគណៈបកប្រជាជនជាច្រើនជាពិសេសលោកហ៊ុនសែនបាទដោយបងប្អូនឃើញស្រាប់ហើយថ្មីនេះបញ្ហាសង្គ្រាមនៅប្រទេសវៀតណាមនិងបញ្ហា CIA ជាចំណុចមួយដ៏សំខាន់ដែលពួកអតីតខ្មែរក្រហមលើកឡើងម្ដងទៀតព្រោះរឿងសង្គ្រាមនៃប្រទេសវៀតណាមដែលតាក់ទងនឹងប្រទេសកម្ពុជានោះការពិតរបបលោកលន់នល់សាធារណរដ្ឋខ្មែរដែលចាប់បដិសន្ធិនៅក្រោយថ្ងៃ18មីនាឆ្នាំ1970នោះមិនដែលប្រកាសច្បាំងជាមួយខ្មែរគ្នាឯងនោះទេគឺលោកសេនាប្រមុខលន់នល់ដែលតែងតែប្រកាសច្បាំងជាមួយយួនយៈកុងឈ្លានពានដែលសពថ្ងៃជាសាធារណរដ្ឋសង្គមនិយមវៀតណាមដែលជាមិត្តដ៏ល្អម៉ឺនឆ្នាំរបស់លោកហ៊ុនសែនសពថ្ងៃហើយរឿងនេះអ្នកដែលជាសាក្សីសំខាន់បំផុតក្នុងរឿងនេះគឺលោកខៀវកញ្ញរិទ្ធដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានបាទឥឡូវសួរលោកខៀវកញ្ញរិទ្ធមើលថាតើលោកសេនាប្រមុខលន់នល់ដែលប្រកាសច្បាំងជាមួយខ្មែរក្រហមដែរឬទេការពិតការទម្លាក់គ្រាប់បែកនោះគឺជាការព្រមព្រៀងគ្នារវាងរដ្ឋាភិបាលលោកលន់នល់ជាមួយនឹងសហរដ្ឋអាមេរិកដើម្បីធ្វើការទម្លាក់គ្រាប់បែកនៅចំណុចខ្លះក្នុងប្រទេសកម្ពុជាដែលខ្ញុំបាននិយាយហើយការទម្លាក់គ្រាប់បែកនោះមាន2ដំណាក់កាលគឺមុនឆ្នាំ1970និងក្រោយឆ្នាំ1970បាទបើលោកហ៊ុនសែននិយាយពីការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសកម្ពុជាចំណុចខ្លះដែលកងទ័ពខ្មែររួមនឹងសហប្រតិបត្តិការខ្លះរបស់ក្រសួងការពារជាតិរបស់អាមេរិកជាពិសេសកងទ័ពអាកាសនោះគឺមានការទម្លាក់គ្រាប់បែកមែនបាទគឺក្រោយឆ្នាំ1970និង75ហើយក៏មានការទម្លាក់ខុសចំណុចដោយមានភ្នាក់ងារសម្ងាត់របស់យួនបង្កប់នៅទីនោះហើយបានឲ្យចំណុចខុសដើម្បីធ្វើយ៉ាងណាយកការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះជាការខុសស្នាមួយណាដើម្បីបំភាន់នឹងកុហកប្រជាជនខ្មែរជាពិសេសនៅពេលដែលប្រជាជនខ្មែរនៅតាមជនបទដោយចាញ់បោកពួកយួនយេកុងនិងចិនកុម្មុយនីសបាននាំគ្នាចូលធ្វើបដិវត្តដើម្បីធៀបពិតគឺការឃោសនារបស់ពួកយួនពួកខ្មែរក្រហមនិងចិនកុម្មុយនីសចំនួននោះគឺដើម្បីរំដោះជូនសម្ដេចស៊ីនុប្រឆាំងនឹងចក្រពត្តិអាមេរិកដែលយួននិងចិនបាននាំសង្គ្រាមទាំងនោះមកក្នុងប្រទេសកម្ពុជាដែលជាមហន្តរាយមួយមិនត្រូវទម្លាក់កំហុសទៅលើសហរដ្ឋអាមេរិកនោះទេបើសិនជាសហរដ្ឋអាមេរិកជាប្រទេសមួយអាក្រក់សម្រាប់ប្រទេសកម្ពុជាក្នុងរបបលន់នល់នៅឆ្នាំ1970 75នោះយួនក៏ជាប្រទេសគឺជាតិសាសន៍មួយអាក្រក់ដោយដែលយើងបានចោទថាយួនបានឈ្លានពាននោះដែរក៏ប៉ុន្តែករណីដែលអាមេរិកកាំងបានទម្លាក់គ្រាប់បែកជួយរបបលោកលន់នល់នោះគឺខុសគ្នានឹងការឈ្លានពានរបស់យួននៅក្រោយថ្ងៃ7មករាឆ្នាំ1979បើសិនជាលោកលន់នល់ប្រកាសធ្វើសង្គ្រាមជាមួយខ្មែរក្រហមនិងសម្ដេចសៀនុពិតប្រាកដមែននោះមិនមែនលោកលន់នល់សុកចិត្តណាសុំណាការផ្អាកទម្លាក់គ្រាប់បែកនៃកងកម្លាំងអាកាសអាមេរិកនៅឆ្នាំ1973នោះទេបើលោកលន់នល់មានចិត្តចង់ធ្វើសង្គ្រាមជាមួយខ្មែរក្រហមនិងសម្ដេចសៀនុនោះពួកទាំងនោះមិនអាចរួចកិច្ចផុតអំពីក្រប B52 នោះឡើយទាំងលោកហ៊ុនសែនទាំងហេងសំរិនទាំងខៀវសំផនប៉ុលពតនោះដូច្នេះបញ្ហានេះអ្នកដែលដឹងឮពិតប្រាកដថាតើលោកលន់នល់ដែលបានប្រកាសសង្គ្រាមជាមួយខ្មែរក្រហមដែរឬទេគឺលោកខៀវកញ្ញរិទ្ធបើមិនជឿសួរលោកខៀវកញ្ញរិទ្ធមើលថាតើចំនួនលោកលន់នល់និងលោកសេនាប្រមុខលន់នល់ដែលប្រកាសច្បាំងជាមួយខ្មែរគ្នាឯងនោះទេគឺលោកតែងតែប្រកាសច្បាំងជាមួយនឹងពួកយួនយេកុងឈ្លានពានដែលកាលនោះយួនប្រើកលល្បិចយុទ្ធសាស្ត្រមួយប្រើប្រាស់សម្ដេចសៀនុនិងបងប្អូនខ្មែរប្រជាកសិករដើម្បីរំដោះពីរបបលន់នល់ជូនថ្វាយសម្ដេចសៀនុ
ដែលនៅទីបំផុតទៅយើងឮបន្ទូលសម្ដេចស៊ីនុបានមានបន្ទូលថាយួនជាសត្វក្រពើចំណែកឯរឿងបញ្ហា CIA ខ្ញុំសូមបញ្ជាក់ប្រាប់ជូនបងប្អូនខ្មែរទាំងអស់ថា CIA ជាអង្គការជាន់ខ្ពស់អាមេរិកមួយដ៏ល្បីល្បាញដែលមិនមែនជាបាល់ទាត់សម្រាប់ទាត់លេងរបស់មន្ត្រីក្នុងគណៈបកប្រជាជនដែលភាគខ្លះជាអតីតខ្មែរក្រហមនោះទេចំនួនខ្មែរក្រហមពួកវាណាទាំងនោះយល់ថា CIA ជាបាល់អាចទាត់បានដូច្នេះពួកវាបានដើម្បីសម្លាប់អ្នក17មេសាទាំងសិស្សទាំងនិស្សិតទាំងទាហានលោកលន់ណុលទាំងប្រមាណនោះពួកវាបានចោទនៅបងប្អូនទាំងនោះថា CIA ជាភ្នាក់ងារ CIA ជាភ្នាក់ងារ KGB ជាភ្នាក់ងារយួនដើម្បីជាលេសមួយដើម្បីសម្លាប់ប្រជាជនខ្មែរតែប៉ុណ្ណោះរឿងមួយដែលបងប្អូនខ្មែរត្រូវគិតថាតើ CIA ក្តីសហរដ្ឋអាមេរិកក្តីគេមកជួយប្រទេសកម្ពុជាដើម្បីផលប្រយោជន៍ដោយយួននិងចិនដែរទេសូមបងប្អូនពិចារណាមើលនៅអង្គការ NDI ស្របនឹងច្បាប់អន្តរជាតិដែលអន្តរជាតិក្រោមការកិច្ចព្រមព្រៀងនៃសន្តិទីក្រុងប៉ារីសនិងរដ្ឋាភិបាលហ៊ុនសែនបានចុះហត្ថលេខាស្ថាប័នទាំងអស់ជាពិសេសគណៈបកប្រជាជនក៏បានកែប្រែលក្ខន្តិកៈរបស់ខ្លួនថាមិនយករបបកុម្មុយនីសយកមកប្រើប្រាស់ទៀតទេគឺយកលទ្ធិប្រជាធិបតេយ្យមកប្រើប្រាស់នឹងសិទ្ធិមនុស្សដើម្បីរៀបចំប្រទេសកម្ពុជាឲ្យបានរីកចម្រើនរួចផុតពីកណ្ដាប់ដៃនឹងអាណានិគមយួនក៏ប៉ុន្តែដោយសារមន្ត្រីនៅក្នុងគណៈបកប្រជាជនជាន់ខ្ពស់ទាំងអស់ទាំងហេងសំរិនសាយឈុំសាយពិថងទាបាញ់ពលសរឿនហ៊ុនសែនសុទ្ធតែជាអតីតពួកខ្មែរក្រហមដូច្នេះគំនិតដែលយក CIA អាមេរិកធ្វើជាសត្រូវនោះជាគំនិតរបស់យួនដែលនៅពេលដែលចិនបានគៀកនឹងអាមេរិកហើយប្រទេសគេបានរីកចម្រើនក្នុងរយៈ15ឆ្នាំកន្លងមកនេះហើយចិនឥឡូវកំពុងតែសរសៀលូនទៅរកអាមេរិកហើយក៏ប៉ុន្តែចំណែកឯខ្មែរយើងបែរជាណាយកអាមេរិកជាសត្រូវហើយបែរជាយក CIA ជាសត្រូវទៅវិញចំណុចដែលខ្ញុំចង់ជម្រាបជូនបងប្អូនថារឿង CIA រឿងចារកម្មអ្វីក៏ដោយរឿងចារកម្មយួនក៏ដោយចារកម្មសៀមក៏ដោយឲ្យតែយើងយកកាតព្វកិច្ចណានៃអង្គភាពចារកម្មខ្មែរទៅកម្ចាត់ដើម្បីសន្តិសុខនៃប្រទេសជាតិនោះមិនអីទេតែចំណុចមួយដែលខ្ញុំចាប់អារម្មណ៍បើខ្ញុំជាមនុស្សសាមញ្ញបងប្អូនជាមនុស្សសាមញ្ញនិយាយបានក៏ប៉ុន្តែសម្ដីរបស់សុកអេសានដែលបាននិយាយចុះនៅក្នុងសារព័ត៌មានអាយ៉ងគឺ Fresh News នោះដែលជាសម្ដីមិនសមរម្យទាល់តែសោះសូមបងប្អូនជួយពិចារណាស្ដាប់មើលសុកអេសានអ្នកនាំពាក្យគណៈបកកាន់អំណាចដើម្បីអំណាចទោះកូនស្រីក៏ហ៊ានបរិច្ចាគដែរតែកំភៃអស់កូនក្រមុំពីរក៏មិនបានអំណាចក៏បានចៅដែរនេះជាសម្ដីដែលសុកអេសាននិយាយចំអកទៅលើលោកកឹមសុខាបាទនេះជាការពិតភ្នំពេញអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសាននៅថ្ងៃ27ខែសីហាឆ្នាំ2017នេះបានចំអកឲ្យអ្នកនយោបាយម្នាក់ដោយថាបានលះបង់កូនក្រមុំ2នាក់របស់ខ្លួនដើម្បីចង់បានអំណាចលោកសុកអេសានបានផ្ដាំផ្ញើដល់អ្នកនយោបាយរូបនោះថាកុំឲ្យមានការព្រួយបារម្ភអ្វីណាបើទោះជាបានឈ្នះលើអាណត្តិក្រោយនេះក៏គង់បានចៅបើទោះជាមិនបានឈ្នះនៅអាណត្តិក្រោយនេះក៏គង់បានចៅប្រើប្រាស់ដែរលោកសុកអេសានបានរិះគន់ដើម្បីអំណាចអ្នកកាន់អំណាចខ្លះបានលះបង់សាច់ស្រស់ឈាមស្រស់នេះជាភាសាពួកកុម្មុយនីសបាទដែលខ្ញុំស្អប់ជាទីបំផុតការប្រើពាក្យសាច់ស្រស់ឈាមស្រស់ពលិកម្មណានេះគឺខ្ញុំស្អប់បំផុតបាទណាបើសិនជាខ្ញុំកាន់អំណាចក៏ខ្ញុំមិនលើកលែងមនុស្សដូចសុកអេសាននេះដែរបាទណាដូច្នេះលោកសុកអេសានបានរិះគន់ថាដើម្បីអំណាចអ្នកនយោបាយខ្លះហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីស្រោចស្រង់នឹងសង្គមជាតិឲ្យរួចផុតពីគ្រោះមរណៈនៃរបបប្រល័យពូជសាសន៍តួយ៉ាងដូចជាអ្នកដឹកនាំថ្នាក់ប្រជាជនកម្ពុជាជាសក្ខីភាពស្រាប់ដែលប្រជាជនគ្រប់រូបបានដឹងនិងឃើញច្បាស់នឹងផ្ទាល់ភ្នែកបានន័យថាហ៊ុនសែនជាអតីតពួកខ្មែរក្រហមចំណុចនេះហើយដែលបានបញ្ជាក់ប្រាប់បងប្អូនយុវជនយុវតីថាហ៊ុនសែនហេងសំរិនជាអតីតខ្មែរក្រហមដ៏ឃោរឃៅមុនឆ្នាំ1978ដោយ
គណៈបកដោយក្រុមអង្គភាពយោធានៅតំបន់ឧត្តរណាតាក់ទងនឹងភូមិភាគបូព៌ាដែលពលពតចោទថាក្បត់ហើយបានសម្លាប់មនុស្សនោះគឺមុននឹងរត់ទៅប្រទេសយួនហ៊ុនសែនហេងសំរិនបានសម្លាប់ប្រជាជនអ្នក17មេសាយ៉ាងរង្គាលនៅតំបន់បូព៌ានិងឧត្តរបាទលោកអ៊ុយសុកអេសានបាននិយាយបន្ថែមថាប៉ុន្តែក៏នៅមានអ្នកនយោបាយខ្លះទៀតហ៊ានលះបង់ដែរតែមិនលះបង់អាយុជីវិតខ្លួនទេព្រោះខ្លាចងាប់ខានកាន់អំណាចបែរជាហ៊ានលះបង់សាច់ស្រស់និងរូបសម្រស់របស់កូនក្រមុំទៅដោះដូរនឹងអំណាចទៅវិញម្យ៉ាងដែរនេះហើយជាការដោះដូរតាមផ្លូវត្រជាក់ដែលហៅថាអហិង្សាបានអំណាចផងបានសមាជិកគ្រួសារថ្មីថែមផងមិនចំណេញទាំងនយោបាយផងទាំងស្នេហាផងទាំងសម្បត្តិគ្រួសារផងនេះបានហៅថាចំណេញតាមទ្រឹស្ដីបាញ់ព្រួយមួយបានសັບ3តែម្ដងណាសុកអេសានបានបន្តទៀតថាប៉ុន្តែគួរឲ្យសោកស្ដាយខ្លាំងណាស់ព្រោះយឺតពេលនឹងផ្លាត់ស្នៀតដោយសារมันអាចទៅរួចនឹងការឆ្លៀសវៃនៃគណៈបកប្រជាជនកម្ពុជាដែលធ្វើឲ្យអបាយកលព្រួយមួយបាញ់បានសັບ3នេះត្រូវបរាជ័យអាម៉ាស់ទាំងតួអង្គខ្មែរនិងតួអង្គបរទេសឥឡូវនេះត្រូវបែកមុខឃើញច្បាស់ហើយបានអីត្រូវដោះស្រាយទៀតដោះសារទៀតចាប់ពីពេលនេះដល់ការបោះឆ្នោតឆ្នាំ2018រោគក្បាច់លោតលែងបានហើយតែមិនអីទេគ្រាន់តែអស់កូនក្រមុំពីរនាក់ប៉ុណ្ណោះមិនបញ្ហាបើមិនបានអំណាចក៏បានចៅដែរមិនថាអញ្ចឹងនេះជាសម្ដីជនថោកទាបបំផុតបើកញ្ចាស់សុកអេសានជាមនុស្សសាមញ្ញជាមនុស្សធម្មតាយើងមិនថាទេតែសុកអេសានជាមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលហ៊ុនសែននៅក្នុងគណៈបកប្រជាជនកម្ពុជាសូមឲ្យមន្ត្រីគណៈបកប្រជាជនកម្ពុជាទាំងអស់ពិចារណាមើលណាខ្ញុំជឿជាក់ថាអស់លោកខ្លះក៏មានខួរក្បាលជាខ្មែរដែរក៏មានបេះដូងជាខ្មែរដែរសុកអេសានវាអាងមានកូនប្រសាវាដែលបើកភោជនីយដ្ឋាននៅឯរដ្ឋកាលីហ្វ័រញ៉ាបាទដូច្នេះជាមួយគ្នានេះដែរខ្ញុំសូមអំពាវនាវចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកជាពិសេសក្រសួងការបរទេសអាមេរិកសូមចុះបញ្ជីនៅក្នុងបញ្ជីខ្មៅនៃមន្ត្រីជាន់ខ្ពស់ទាំងឡាយណានៅក្នុងគណៈបកប្រជាជនមានសុកអេសានបើសិនជាសុកអេសានមកលេងកូនរបស់វានៅឯរដ្ឋកាលីហ្វ័រញ៉ាសូមស្ថានទូតអាមេរិកកុំផ្ដល់វីសាឬក៏ត្រូវទោះបីសុកអេសានមានណាប៉ាសពតអាមេរិកកាំងក៏ដោយសូមមេត្តាណាផ្ដន់ជាទោសចំពោះសុកអេសានដែលបានចុះផ្សាយអំពីរឿងតខ្លួនហើយគេបានសប្បាយចិត្តណាស់ដែលគ្រាន់តែគេបានបណ្ដេញវិជាឋាន NDI ឲ្យចេញហើយគេបានបំបែកណាជាលក្ខណៈបរិហាគេមួយទៅលើគ្រួសារដោយចុះរូបថតជាច្រើនរបស់កូនលោកកឹមសុខានោះគេយល់ថាប្រហែលជា CIA ហ្នឹងជាសាច់ជ្រូក3ជាន់ឬក៏ជាបាល់សម្រាប់គេទាត់ដែលគេធ្លាប់ធ្វើទៅលើជនរងគ្រោះអ្នក17មេសាចំនួនឆ្នាំ1975ហើយខ្ញុំសូមបញ្ជាក់អស់លោកមន្ត្រីងប់ងល់ទាំងឡាយនៅក្នុងគណៈបកប្រជាជនកម្ពុជាឲ្យច្បាស់ថាបើសិនជា CIA ហក់លោតចូលក្នុងប្រទេសកម្ពុជាអ្នកឯងចាំប្រុងឲ្យហើយទៅបាទ CIA មិនមែនជាបាល់សម្រាប់អ្នកឯងទាត់លេង CIA មិនមែនជាអង្គការដែលអ្នកឯងយល់ឃើញថាជាអង្គការកំពេចកំពកនោះទេ CIA ជាអង្គការអន្តរជាអង្គការជាន់ខ្ពស់មួយនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិកបើអ្នកឯងមិនស្គាល់ច្បាស់ណាសូមកុំសាកល្បងជាមួយ CIA ហើយខៀវសុភ័ក្រដែលធ្លាប់មករៀននៅសហរដ្ឋអាមេរិកណាហ៊ុយវណ្ណៈដែលធ្លាប់មករៀននៅអាមេរិកដែរនោះត្រូវដឹងឲ្យច្បាស់ថាតើ CIA ជាអង្គការអ្វីមួយណាដែលនៅក្នុងស្ថាប័ននៃសហរដ្ឋអាមេរិកដូច្នេះហើយឥឡូវអ្នកឯងសប្បាយចិត្តទៅណាមានមនុស្សខ្លះដែលតាំងខ្លួនជាអតីតសិស្សចំនួនលន់នល់បាទណាឈ្មោះខាន់សវណ្ណដែលបាននិយាយអំពីរឿង CIA ហើយជួតអួតថាខ្លួននឹងជាសិស្សបានន័យថាខ្លួនរៀនចំនួនលន់នល់ណា
ដូច្នេះមនុស្សដែលចំនួនលន់នល់ខ្ញុំស្រួលនិយាយជាមួយណាបាទដែលឈួតវង្វេងហើយដែលកំពុងតែលក់ខ្លួនណាទៅឲ្យយួននិងរដ្ឋាភិបាលមួយដែលដឹកនាំដោយមនុស្សអាក្រក់ដែលគេសង្ឃឹមថារដ្ឋាភិបាលនេះនឹងកាន់ប្រទេសជាអមតៈសូមកុំច្រឡំឲ្យសោះបើអ្នកហាក់ឯងហ៊ានលូកដៃបើសិនជា CIA ចូលនៅក្នុងប្រទេសកម្ពុជាមែននោះដូចអ្នកឯងទាំងអស់គ្នាកំពុងតែយកឈើទៅរុកសម្បុកអមាល់ហើយព្រោះ CIA ជាអង្គការជាន់ខ្ពស់មួយមិនមែនជាស្រមោចមិនមែនជាស្រាំងហើយមិនមែនជាសត្វសម្រាប់អ្នកទៅរុកលេងនោះទេណាថ្ងៃណាមួយអ្នកឯងនឹងដឹងថាតើ CIA មានឥទ្ធិពលយ៉ាងណាសូម្បីតែសាដាមហ៊ូសេនសូម្បីតែកូរ៉េខាងជើងអ្នកដឹកនាំកូរ៉េខាងជើងសូម្បីតែ Gaddafi សូម្បីតែអ្នកណាដឹកនាំជាន់ខ្ពស់នៅប្រទេសនីវេស៊ុយឡាបាទក៏បើសិនជាមាន CIA ធ្វើការមែននោះណាអ្នកបាននឹងដឹងនឹងបានភ្លក់រសជាតិថាតើ CIA មានរសជាតិបែបណាសូម្បីតែចិនយួននិងសហភាពសូវៀតក៏ខ្លាច CIA ដែរមានតែអ្នកដឹកនាំល្ងងខ្លៅនៃរដ្ឋាភិបាលហ៊ុនសែនមានអាកញ្ចាស់សុកអេសាននេះជាឧទាហរណ៍ទេដែលវាពំដឹងថាតើ CIA មានរូបភាពមានឥទ្ធិពលយ៉ាងណាដូច្នេះខ្ញុំជឿជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកជាពិសេសស្ថានទូតអាមេរិកនឹងតាមពិនិត្យមើលសុកអេសានផៃស៊ីផានកៃរ៉ាមីនិងមនុស្សទាំងឡាយទៀតដែលកំពុងតែកាន់ប៉ាសពតអាមេរិកណាខ្ញុំជឿជាក់ថាបើសិនជាពួកវាទាំងនោះស្អប់អាមេរិកស្អប់ CIA សូមកុំឲ្យពួកវាទាំងនោះចូលប្រទេសសហរដ្ឋអាមេរិកឲ្យសោះណាខ្ញុំជឿជាក់ថាថ្ងៃណាមួយអ្វីដែលខ្ញុំនិយាយបងប្អូននឹងជឿហើយនៅពេលដែលខ្ញុំមិនខឹងទេបាទក៏ប៉ុន្តែខ្ញុំមានការអន់ចិត្តព្រោះសម្ដីដែលសុកអេសាននិយាយនៅក្នុងសារព័ត៌មាន Fresh News ជាសម្ដីចោលម្សៀតដែលបងប្អូនអាចជេរប្រមាថពួកវាបានតាមចិត្តណាមិនត្រូវគោរពពួកវាទៀតទេព្រោះពួកវាទាំងនោះជាចម្ពោះពួកដេរឆានពួកចៅ500ជាអតីតពួកកុម្មុយនីសខ្មែរក្រហមដែលពួកវាបានកាន់កាប់ប្រទេសកម្ពុជាក្រោយថ្ងៃ7មករាឆ្នាំ75វាលក់ទឹកដីវាលក់ជាតិវាលក់ព្រៃព្រឹក្សាលក់រ៉ែទៅឲ្យបរទេសវាបណ្ដោយឲ្យយួនមកត្រួតក្បាលពួកវាអស់រយៈ10ឆ្នាំហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះពួកវានៅតែធ្វើតាមយួនដែលយួនកំពុងតែប្រើកលល្បិចពួកវាឲ្យយកសត្រូវយកអាមេរិកកាំងជាសត្រូវនៅពេលដែលចិនគេបានចងមិត្តនឹងសហរដ្ឋអាមេរិកដើម្បីប្រទេសគេជឿនលឿននៅពេលដែលយួនកំពុងតែអោនក្បាលដូចឆ្កែដើម្បីលូនទៅចូលអាមេរិកកាំងដែលវាយល់ថាវានឹងអាចបោកអាមេរិកកាំងបានដូចបោកចិននៅចន្លោះឆ្នាំ1960ដូចបោកសហភាពសូវៀតរុស្ស៊ីនៅឆ្នាំ1979ឬ80បាទប៉ុន្តែកុំយល់ច្រឡំឲ្យសោះអាមេរិកកាំងមិនមែនជាខ្លាក្រដាស់ដោយពួកអ្នកឯងយល់ឃើញនោះទេអង្គការ CIA មិនមែនជាបាល់សម្រាប់អ្នកឯងទាត់លេងនោះទេបើ CIA ពិតជា involve CIA ពិតជាចូលរួមក្នុងប្រទេសកម្ពុជាមែននោះពួកអ្នកឯងចាំរត់ទៅបាទចាំរត់ទៅបាទហើយបរាជ័យមួយនឹងចប់មានឡើងហើយព្រោះប្រជាជនខ្មែរសពថ្ងៃគេស្អប់របបនេះណាស់ក៏ប៉ុន្តែជួនកាលខ្លះគេអនុវត្តតាមពាក្យរបស់ខ្ញុំជ័យយោហ៊ុនសែនបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិឥឡូវនេះចាប់ពីថ្ងៃនេះទៅហ៊ុនសែននិងបកពួកនៃគណៈបកប្រជាជនទាំងកូនចៅទាំងអស់កំពុងតែចំណាយលុយរាប់រយលានដើម្បីទិញមនុស្សខ្លះតែចំពោះខ្ញុំហេងថាសវុតកុំសង្ឃឹមឲ្យសោះហើយខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំហេងថាសវុតនៅតែរឹងប៉ឹងជានិច្ចព្រោះខ្ញុំស្គាល់ច្បាស់ណាស់អំពីហ៊ុនសែនខ្ញុំស្គាល់ច្បាស់ណាស់អំពីយួនខ្ញុំស្គាល់ច្បាស់ណាស់អំពីខ្មែរក្រហមដូច្នេះហើយខ្ញុំជឿជាក់ថាជនណាក៏ដោយឲ្យតែប៉ះពាល់ដល់ CIA ថ្ងៃណាមួយនឹងត្រូវវិនិច្ឆ័យជាបំខានសូមអរគុណសូមជម្រាបលាបាទ
ណាពេលលាដល់ហើយអរគុណខ្មែរនៅប្រងើយដល់ណាព្រោះជាតិខេមរាត្រូវការរូបអ្នកទៀតហើយព្រោះជាតិខេមរាត្រូវការរូបអ្នកទៀតហើយអោគុលបុត្រអើយតើអ្នកភ្លេចហើយឬពុនសាវតាយើងត្រូវតែរួមគ្នាកសាងខេមរាឲ្យបានគង់វិញឡើងដល់ហើយបើយើងកន់តើមិនដេចឡើយជាតិនឹងថ្កើពេលលាដល់ហើយបើយើងកន់តើមិនដេចឡើយជាតិនឹងថ្កើសាវតាយើងរឹងរឿងអង្គកានខានដោយជាតិយើងសាមគ្គីសាវតាយើងរុងរឿងអង្គកានខានដោយជាតិយើងសាមគ្គីកុំមើលបំណាំគ្នាយើងត្រូវការពារពូជពងជាតិសាសនាក្រោកឡើងខេមរាចិត្តឆ្ងាយរួមគ្នាកសាងជាតិជាថ្មី